ជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel របស់ចំណូលចិត្តតែថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីផ្លែកាសាំងណាបងប្អូនអញ្ចឹងបន្ទាប់ពីការធ្វើការដាក់ជីនៅក្នុងស្រែរួចរាល់អស់ហើយយើងឃើញកាសាំងផ្លែច្រើនក៏ចាប់ផ្ដើមរៀបចំបេះកាសាំងអញ្ចឹងណាបងប្អូនថយគោយន្តមកដាក់បេះកាសាំងតែបដ ாய் ទៅបងប្អូនដោយសារយើងទៅវិញគោយន្តទៅទេដែរអញ្ចឹងបេះកាសាំងមកទៅកុំឲ្យគោយន្តទៅទេអញ្ចឹងណាបងប្អូនណាហើយកាសាំងនេះផងដែរគឺជាកាសាំងធម្មជាតិបងប្អូនបាទគឺជាកាសាំងមិនមែនជាកាសាំងពុលទេណាបងប្អូនហើយផ្លែល្អមែនទែនបងប្អូនហើយផ្លែឡើងពេញដើមហើយកាសាំងនេះផងដែរនៅក្នុងតំបន់មួយចំនួនគឺខ្ញុំជឿជាក់ថាអត់ស្គាល់ទេព្រោះទៅតាមតំបន់រៀងៗខ្លួនគឺប្រើប្រាស់ម្ជូរផ្សេងគ្នាជាពិសេសបាទកាសាំងនេះមានភាគច្រើននៅក្នុងខេត្តកំពង់ស្ពឺបងប្អូនអញ្ចឹងអ្នកកំពង់ស្ពឺច្បាស់ណាស់គឺស្គាល់ច្បាស់មែនទែនមកពាក់ព័ន្ធមួយកាសាំងនេះព្រោះជាម្ជូរមួយប្រភេទដែលពេញនិយមមែនទែននៅក្នុងខេត្តកំពង់ស្ពឺណាបងប្អូនអញ្ចឹងកត្តាតំបន់ផ្សេងទៀតគាត់អាចនឹងប្រើដូចជាអំពិលអីជាដើមហើយតំបន់ខ្លះទៅក៏គេប្រើសដាន់ប្រើអីជំនួសអញ្ចឹងណាបងប្អូនណាប៉ុន្តែដោយឡែកនៅក្នុងខេត្តកំពង់ស្ពឺបាទចំណូលចិត្តដែលពេញនិយមជាងគេនោះគឺផ្លែកាសាំងបងប្អូនហើយផ្លែកាសាំងនេះបងប្អូនហើយបើសិនជាយើងនិយាយពីការច្រាំហៅថាម្ជូរណាបងប្អូនគឺពេញនិយមអញ្ចឹងបាទបន្ទាប់ពីខ្ញុំបេះហើយបាទពេលហ្នឹងគឺនៅសល់ផ្លែច្រើនមែនទែនអញ្ចឹងម្ដាយរបស់ខ្ញុំក៏គាត់ថាំងដោយសារផ្លែនៅច្រើនអញ្ចឹងគាត់បេះបន្ថែមទៀតអញ្ចឹងណាបងប្អូនអញ្ចឹងកាសាំងនេះគឺជាប្រភេទម្ជូរមួយមុខដែលមានឱជារសមែនទែនបងប្អូនបើសិនជាករណីយើងយកថាពេញនិយមនៅក្នុងខេត្តកំពង់ស្ពឺអញ្ចឹងគឺការចិញ្ច្រាំម្ជូរកាសាំងឬក៏មួយទៀតបងប្អូនយើងអាចយកទៅបុកត្រីឆ្អើបុកអីហ្នឹងបាទគឺអស់ទាស់មកបងប្អូនបាទរសជាតិគឺមានឱជារសមែនទែនបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ជីស្រែរួចរាល់យើងក៏បានបេះកាសាំងហើយចាប់ផ្ដើមរៀបចំរើសវាច្រកបេដើម្បីដឹកយកទៅផ្ទះអញ្ចឹងណាបងប្អូនដោយសារពេលវេលាវារាំងល្ងាចតែហើយអញ្ចឹងទៅយើងខ្លាចខកម៉ោងយប់អីចឹងបាទហើយកាសាំងនេះផងដែរយើងមានកាសាំងខ្លះគឺពុលបងប្អូនត្បិតតែថាដើមដូចគ្នាកាសាំងផ្លែដូចគ្នាប៉ុន្តែមានកាសាំងខ្លះគឺយើងពុលបងប្អូនយើងហូបអត់កើទេដោយសារកាសាំងខ្លះអត់មានប្រភពច្បាស់លាស់ហើយអ្នកបេះទៅលក់នៅទីផ្សារភាគច្រើនគឺគាត់អត់ដឹងប្រភពគាត់ចេះតែបេះទៅលក់ឲ្យតែបានអញ្ចឹងបងប្អូនវាអាចនឹងពុលណាប៉ុន្តែដោយសារកាសាំងខ្ញុំបាននេះគឺយើងហូបរាល់រដូវបងប្អូនអញ្ចឹងទៅវាអត់ពុលទេបាទអញ្ចឹងយើងអាចហូបបានហើយបន្ទាប់ពីយើងរៀបចំទុកដាក់ឲ្យបងប្អូនយើងដាក់ច្រកបេអញ្ចឹងទៅហើយពេលហ្នឹងផងដែរបាទកាសាំងបើឲ្យកូនត្រេននេះមួយគឺគ្រាន់តែទុកច្រកបេហើយយើងលើកដាក់លើគោយន្តណាបងប្អូនបន្ទាប់ពីនឹងមកយើងក៏រៀបចំទុកដាក់វាឲ្យស្រួលដាក់លើគោយន្តហើយយើងក៏ធ្វើដំណើរត្រឡប់មកផ្ទះបងប្អូនហើយអញ្ចឹងវីដេអូនេះផងដែរគឺខ្ញុំបានមានតែប៉ុណ្្នឹងទេបងប្អូនហើយចំពោះបងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំបាទក៏ដូចជាជួយចិត្តស្រឡាញ់បងប្អូនណាសូមកុំភ្លេចណាបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នា